channel page ឬក៏ page បាទរៀនហាត់បាទសម្រាប់បងប្អូនអរគ្នាទើបតែទស្សនាវីដេអូនេះថ្មីណាបាទកុំភ្លេចចុច follow បាទ follow ឬក៏ចុច share បាទដើម្បីទទួលបាននូវមេរៀនថ្មីជារៀងរាល់ថ្ងៃពីលោកគ្រូអូខេហើយថ្ងៃនេះគឺយើងនឹងមករៀនប្រយោគអង់គ្លេសប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងបងប្អូនអ្នកដែលចង់ចេះសន្ទនាចង់ចេះនិយាយរៀនប្រយោគបែបហ្នឹងគឺល្អបាទរៀនប្រយោគជាចឹងគឺល្អបងប្អូនបាទអូខេហើយមុននឹងចូលទៅដល់មេរៀនយើងលោកគ្រូសូមណែនាំបងប្អូនអរគ្នាសម្រាប់បងប្អូនអរគ្នាចង់ឆាប់ចេះភាសាអង់គ្លេសឆាប់ចេះនិយាយណាបាទគឺបងប្អូនអរគ្នាអាចជាវសៀវភៅនេះយកទៅរៀនដោយខ្លួនឯងបន្ថែមបាទមានបកប្រែខ្មែរស៊ីងខ្មែររបៀបអានខ្មែរតែម្ដងអញ្ចឹងសម្រាប់អ្នករៀនដំបូងគឺត្រូវបាច់តែម្ដងអូខេតោះឥឡូវយើងចូលទៅដល់មេរៀនរបស់យើងបាទចំណុចទី1យើងអានថា I come from Cambodia បាទយើងអានថា I come from Cambodia ក៏បាន I come from Cambodia ក៏បានដែរបាទខ្ញុំមកពីប្រទេសកម្ពុជាបាទខ្ញុំមកពីប្រទេសកម្ពុជាបាទចំណុចទី1ណាបាទគឺគាត់ខ្ញុំហ្នឹងគឺមកពីប្រទេសកម្ពុជាហ្នឹងឯងខ្ញុំអូខេ number 2 she is from Vietnam បាទវៀតណាមមាន e បងប្អូនណាបាទមាន e មួយទៀតខាងចុងណាបាទ she is from Vietnam បាទវៀតណាមគឺបានន័យថានាងមកពីប្រទេសវៀតណាមបាទមកពីប្រទេសវៀតណាមបាទអូខេបន្តទៀត number 3 where are you from បាទ where are you from បាទ where are you from បានន័យថាតើអ្នកមកពីណា where are you from តើអ្នកមកពីណាអូខេ number 4 is it far from here បាទ is it far from here បាទបានន័យថា is it far from here បានន័យថាតើវាឆ្ងាយពីទីនេះទេតើវាឆ្ងាយពីទីនេះអត់ចឹងណាបាទតើវាឆ្ងាយពីទីនេះទេអូខេ number 5 stay away from the dog បាទ stay away from the dog បាទ stay away from the dog បានន័យថានៅឲ្យឆ្ងាយពីសត្វឆ្កែឬក៏ចេញឆ្ងាយពីឆ្កែអញ្ចឹងណាបាទឆ្កែកាលណានៅជិតឆ្កែកាយអត់បានទេបងប្អូនណាបាទកុំទុកចិត្តឆ្កែសោះឆ្កែខ្លះអត់ចេះព្រុសទេប៉ុន្តែខំតែម្ដងបាទប៉ុន្តែឆ្កែខ្លះចេះតែព្រុសប៉ុន្តែអត់ខំទេអូខេ stay away from the dog បាទនៅឲ្យឆ្ងាយពីសត្វឆ្កែបាទនៅឆ្ងាយពីសត្វឆ្កែអូខេនេះគឺមេរៀនអញ្ចឹងគឺល្អមែនតើបាទហើយបងប្អូនអរគ្នាចង់បានវីដេអូល្អអញ្ចឹងគឺកុំភ្លេចចុច share ចុច follow បងប្អូនណាបងប្អូនខ្លះអត់បានចុច follow page លោកគ្រូទេមើលរួចផ្លេចចុច follow ដល់ពេលអញ្ចឹងអត់ឃើញដែលលោកគ្រូបង្ហោះដូចសប្ដងណាបាទដល់ពេលបងប្អូនអរគ្នាចុច follow ទៅលោកគ្រូបង្ហោះទៅបងប្អូនអរគ្នាឃើញរហូតអញ្ចឹងណាបាទ